ប្រិមត្តពុកម៉ែបងប្អូនជាទីគោរពឯកឧត្តមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មការបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលបានដឹកនាំកងកម្លាំងមានសមត្ថកិច្ចមន្ត្រីជំនាញនិងអាជ្ញាធរចុះធ្វើរដ្ឋបាលចំហស្របតាមអនុក្រឹត្យលេខ03 អ នក្របកនៅក្នុងភូមិសាស្ត្រស្រុកសំពៅពូនខេត្តកណ្ដាលដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើស Online Scam ឲ្យអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី27 ខែឧសភាឆ្នាំ2026នេះឯកឧត្តមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដឹកនាំកម្លាំងមានសមត្ថកិច្ចមន្ត្រីជំនាញនិងអាជ្ញាធរក្រុងសំពៅពូនបានចុះធ្វើរដ្ឋបាលចំហស្របតាមអនុក្រឹត្យលេខ03 អ នក្របកនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូនដើម្បីបោសសម្អាតបទល្មើស Online Scam ឲ្យអស់ពីមូលដ្ឋានខេត្តកណ្ដាលនៅក្នុងឱកាសចុះធ្វើរដ្ឋបាលនេះផងដែរឯកឧត្តមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាផ្ដល់នៅព័ត៌មានឬទីតាំងដែលប្រព្រឹត្ត Online Scam នៅក្នុងខេត្តកណ្ដាលជាសម្ងាត់ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំងនោះនិងផ្ដល់រង្វាន់ព្រមទាំងរក្សានៅការសម្ងាត់ជូនផងដែរជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវតែបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើស Online Scam ឲ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល